គឺខ្ញុំថាបើសិនជាថ្ងៃណាដែលខ្ញុំបានទៅអ្នកនាងទេពព្រឹករៀបរាប់អំពីរឿងត្រៀមទៅសម្ដែងនៅប្រទេសម៉ាឡេស៊ីទាំងអូលដាមក៏នឹងបញ្ជាក់ថាជាក្តីស្រមៃគណៈខ្លួនគឺបានត្រៀមរបាំបុរាណខ្មែរជាច្រើនប្រភេទទៅបង្ហាញលើឆាកអន្តរជាតិនៅក្នុងកម្មវិធី Wedding Party ថ្ងៃទី2កាលពីថ្ងៃទី8ខែមិថុនាអ្នកនាងទេពព្រឹកបានរៀបរាប់រឿងមួយទាំងអូលដាមក៏ថាជាក្តីស្រមៃមួយទៀតដែលអ្នកនាងបានសម្រេចបានគណៈវាគឺជាអ្វីដែលអ្នកនាងបានស្រមៃនិងចង់ធ្វើវាជាយូរណាស់មកហើយក្តីស្រមៃដែលអ្នកនាងទេពព្រឹកបាននិយាយគឺការបានតំណាងឲ្យប្រទេសចេញទៅសម្ដែងនៅលើឆាកអន្តរជាតិដែលអ្នកនាងតែងតែស្រមៃថាខ្លួននឹងមានឱកាសនៅថ្ងៃណាមួយហើយអាចបង្ហាញនៅអ្វីដែលជាវប្បធម៌ខ្មែរក៏ដូចជាភាពអស្ចារ្យជាច្រើនដែលអ្នកនាងនឹងស្វាមីបានចងក្រងតាមរយៈបទចម្រៀងបង្ហាញទៅកាន់ពិភពលោកហើយអ្វីដែលអ្នកនាងតែងតែស្រមៃនៅពេលកន្លងមកគឺវាពិតជាទទួលបានពិតប្រាកដមែនដោយការពីដើមខែមេសាកន្លងទៅអ្នកនាងគឺមានឱកាសទទួលបានការអញ្ជើញជាផ្លូវការពីកម្មវិធីប្រគំតន្ត្រីដ៏ធំមួយឲ្យចូលរួមសម្ដែងតំណាងឲ្យប្រទេសកម្ពុជានៅក្នុងកម្មវិធី Round Festival នៅប្រទេសម៉ាឡេស៊ីការអញ្ជើញនេះត្រូវបានប្រកាសដោយភ័យផ្លូវការរបស់កម្មវិធី Round Festival ផ្ទាល់ជាមួយនឹងការរៀបរាប់ពីស្នាដៃជាច្រើនរបស់អ្នកនាងទេពព្រឹកថាអ្នកនាងគឺជាអ្នកចម្រៀងម្នាក់ដែលសម្រេចបាននូវភាពជោគជ័យជាច្រើនក្នុងអាជីពរបស់អ្នកនាងបានចេញនូវបទចម្រៀងល្បីៗជាច្រើនរួមមានដូចជាបទ My Song Sa និងបទ Top of the Lady និងឈ្នះពានរង្វាន់ចំនួន3នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏អស្ចារ្យរបស់កម្ពុជាបទទេវរាជរបស់ទេពព្រឹកត្រូវបានគេចាត់ទុកថាគឺជាស្នាដៃសិល្បៈមួយដែលបានទម្លុះព្រំដែនប្រកបដោយច្នៃប្រឌិតនិងរំលឹកទៅដល់បេតិកភណ្ឌរបស់ប្រទេសកម្ពុជាដែលបានឈរនៅលើតារាងតន្ត្រីរយៈពេល9សប្តាហ៍នៅក្នុងឆ្នាំ2023នាងត្រូវបានជ្រើសរើសជាតារាស្រីឆ្នាំហើយក្នុងនាមជាសិល្បករ Hip Hop ស្ត្រីតំណាងនៅក្នុងប្រទេសកម្ពុជាបន្តជំរុញនិងបង្កើតអនាគតនៃវប្បធម៌ Pop និង Hip Hop កម្ពុជាដែលឡើងនៅក្នុងកម្មវិធី Wedding Party កាលពីថ្ងៃទី8អ្នកនាងទេពព្រឹកក៏បានរំលឹកអំពីរឿងនេះទាំងអូលដើមក៏ព្រោះតែក្តីរំភើបដែលនៅថ្ងៃទី22ខាងមុខគឺអ្នកនាងនឹងត្រូវចេញទៅសម្ដែងនៅក្រៅប្រទេសហើយអ្នកនាងទេពព្រឹកបានរៀបរាប់ថាវាគឺជាបំណងប្រាថ្នាដ៏ធំរបស់អ្នកនាងដែលជំរុញឲ្យពេលវេលាកន្លងមកអ្នកនាងចូលចិត្តបង្កើតនៅបទចម្រៀងជាប្រភេទបុរាណសហសម័យលីបញ្ចូលគ្នាព្រោះរំពឹងថាថ្ងៃណាមួយអ្នកនាងនឹងបានបង្ហាញវានៅលើឆាកអន្តរជាតិប៉ុន្តែកន្លងមកមិនថាតែបទទេវរាជឬបទ Top of the Lady គឺគ្មាននរណាម្នាក់ទទួលស្គាល់នៅស្នាដៃរបស់អ្នកនាងនោះទេអ្នកនាងតែងតែទទួលបានមកវិញនូវមតិមើលងាយនិងការចោទប្រកាន់ជាច្រើនថ្មីត្បិតត្បែបនេះក្តីប៉ុន្តែពេលនេះក្តីស្រមៃរបស់អ្នកនាងបានក្លាយជាការពិតហើយប្រទេសម៉ាឡេស៊ីគឺជាប្រទេសទី1ដែលអ្នកនាងបានទៅច្រៀងដោយបាននាំយករបាំរបស់ខ្មែរជាច្រើនប្រភេទទៅបង្ហាញនៅលើឆាកអន្តរជាតិដែលមានដូចជាល្ខោនខោលរបាំមនីមេខលារួមទាំងក្បាច់គុនល្បុក្កតោខ្មែរទៅសម្ដែងផងដែរគូបញ្ជាក់ថាកន្លងមកអ្នកនាងទេពព្រឹកគឺបានបង្កើតនូវបទចម្រៀងបែបបុរាណបង្ហាញពីប្រវត្តិសាស្ត្រខ្មែរជាច្រើនជាក់ស្ដែងដូចជាបទទេវរាជត្រូវបានបង្កើតឡើងដោយការប្រមូលផ្ដុំនៅចំណុចសំខាន់ៗនៃប្រវត្តិសាស្ត្រទាំង3សម័យកាលនៃយុគសម័យមាសត្រូវបានបង្គុំឲ្យចេញជារូបរាងនៅក្នុងអត្ថន័យនៃបទចម្រៀងសំណេរនៃអត្ថបទចម្រៀងទេវរាជបានរួមបញ្ចូលនៅការលើកស្ទួយសម្បត្តិវប្បធម៌ប្រវត្តិសាស្ត្រទេវកថាការបរិច្ឆេទនៃសម័យកាលនីមួយៗគេថាអដ្ឋានយន្តនិងអក្សរសិល្ប៍ប្រតិឋានពីអង្គអាទិទេពស្ដេចនៃលោកហៅថាអឧមោដែលបានចំណាយនៅថេរវេលាយ៉ាងច្រើនដោយកម្លាំងញើសឈាមខណៈដែលបទចម្រៀង Top of the Lady ឬក៏វីរនារីវិញគឺបង្ហាញពីភាពរឹងមាំរបស់ស្ត្រីដែលជាមេដានៃពិភពលោកហើយបទចម្រៀងទាំងពីរនេះផងដែរគឺពិតជាស័ក្តិសមបំផុតសម្រាប់ការបង្ហាញនៅក្នុងកម្មវិធីលំដាប់អន្តរជាតិព្រោះវានឹងបង្ហាញឲ្យពិភពលោកកាន់តែដឹងច្បាស់ពីប្រវត្តិសាស្ត្រនិងវប្បធម៌ខ្មែរ